បានណែនាំពីរបៀបប្រើប្រាស់ទេគឺណែនាំអំពីរបៀបដាក់ license រួចរាល់ activate very successfully នៅក្នុងវីដេអូនេះយើងណែនាំបងប្អូនអំពីរបៀប download ហើយនិងរបៀប install ESET ចាំបងប្អូនចូលទៅកាន់ Google ហើយ search មកនេះបងប្អូនមើលមកនេះ www.eset.com ចឹងបងប្អូនចូលទៅ download ទៅលើ version ដែលបងប្អូនប្រើเนาะចឹងនៅក្នុងនេះវាមានច្រើននេះមានច្រើនបងប្អូនអាចមើលតាមនេះបាននៅក្នុងវីដេអូនេះយើងណែនាំអំពីរបៀប download ហើយនិង install ទៅលើ ESET Home ចឹងយើង remote ទៅលើម៉ាស៊ីនមួយចឹងនៅខាងនេះគឺយើងបានដាក់ជាមួយនឹង link សម្រាប់ download ទៅលើ Windows ហើយនិង Mac ចឹងបងប្អូនគ្រាន់តែ copy ឬក៏ចុចទៅលើ link ដែលខាងយើងបានផ្ដល់ជូនបងប្អូនហ្នឹងទៅចឹងបងប្អូនដាក់ទៅលើ browser បងប្អូនផាសនេះចុច Mazda មកបងប្អូនផាស to go ហ្នឹងក៏បានដែរផាស and go to download បងប្អូនចុចមកសម្រាប់ Windows ចឹងគាត់នឹង direct មកឲ្យ download ប៉ុន្តែនេះយើងមានរួចហើយយើងបាន download មុននេះអូខេអញ្ចឹងយើងទៅ install ទាំងអស់គ្នានេះខ្ញុំបាន download 7 នាទីមុនអញ្ចឹងយើងចុចពីលើគាត់មកហើយយើង install គាត់ធម្មតាអញ្ចឹងនៅពេលដែលបងប្អូន install នេះបងប្អូនត្រូវការដាក់ license key អញ្ចឹង license key ជាទូទៅខាងយើងនឹងផ្ញើជូនបងប្អូនទាំងអស់គ្នាជារបៀបទម្រង់របៀបនេះសន្មតបងប្អូនមាន license key គ្រប់គ្នាអញ្ចឹងយើងចុច continue មកចុច continue បងប្អូនចាំតិចទៅអញ្ចឹងបងប្អូនអាចមើលតាមរបៀបដែលយើងធ្វើនេះបាននៅក្នុងវីដេអូនេះយើងណែនាំអំពី ESET Home អញ្ចឹងសម្រាប់ version ផ្សេងក៏វាស្រដៀងគ្នានឹងដែរអញ្ចឹងបងប្អូនគ្រាន់តែចុច continue មកបងប្អូនចុច skip login បន្ទាប់មកបងប្អូនមើលកន្លែងនេះបងប្អូនចុចទៅលើនេះមកអញ្ចឹង license key បងប្អូនមានហើយមែនទេអញ្ចឹងយើង copy ផាសមកឥឡូវខ្ញុំមាន license នេះខ្ញុំសូម copy បន្ទាប់មកខ្ញុំសូមផាសហើយយើងអាចចុច continue បានអូខេបងប្អូនចាំតិចទៅចឹងបន្ទាប់ពីយើង continue ហើយគាត់ឲ្យយើងដាក់ជាមួយនឹង first name last name បងប្អូនពេញតិចមកចឹងបន្ទាប់តែយើងដាក់ថា city service ទៅបងប្អូនដាក់ឈ្មោះបងប្អូនមកកន្លែងនេះគឺសម្រាប់លេខទូរស័ព្ទបងប្អូនដាក់លេខបងប្អូនទាំងអស់គ្នាមកចឹងយើងចុចនេះមកចុច tick នេះមកបន្ទាប់បងប្អូនចុចពាក្យ activate បន្ទាប់ពីបងប្អូនចុច activate ហើយគឺបងប្អូន skip នេះមក skip ក៏បាន continue ក៏បានដែរនៅពេលដែលយើងប្រើជាក់ស្ដែងគឺយើងចូលទៅ login account เนาะឥឡូវនេះយើង complete ទៅលើការ install សិនអញ្ចឹងបន្ទាប់ពីបងប្អូន install ហើយបងប្អូនត្រូវចូលទៅបង្កើត account ESET មួយទៀតអូខេតោះនេះ ESET ក៏បានផ្ញើមកហើយអញ្ចឹងបងប្អូនអាចចុចទៅលើនេះក៏បានដែរនេះចុចទៅលើនេះមកអូខេអញ្ចឹងនេះគាត់ back មកកន្លែង login អញ្ចឹងបងប្អូនអត់មាន account ទេមែនទេអញ្ចឹងចុច create account សិនមកយើងដាក់ email เนาะ email បងប្អូនហ្នឹងចុច continue បន្ទាប់មក password យើងបានបង្កើតមិញហើយយើងយក password នេះទៅអូខេបងប្អូនបង្កើត password ឲ្យ strong មកណាឲ្យ strong មក at least 10 character ហើយណាក៏10តួអក្សរដែរអញ្ចឹងបងប្អូនចុច create and login មកអូខេរួចរាល់ហើយអញ្ចឹងពេលនេះបងប្អូនបានបង្កើត account home ESET រួចរាល់ហើយអញ្ចឹងបន្ទាប់ពីបង្កើតបានហើយយើងទៅមើលម៉ាស៊ីនយើងកំពុង remote អូខេឥឡូវគាត់ឲ្យយើងទៅ confirm mail សិនเนาะតើយើងបើក mail សិនមក mail ដែលយើងបានបង្កើតហ្នឹងគាត់ឲ្យយើង confirm នេះបងប្អូនចុច confirm registration ហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពី confirm ហើយបងប្អូនអាចយក account ហ្នឹងទៅ login ទៅលើម៉ាស៊ីនបងប្អូនអូខេបងប្អូនចាំតិចទៅអូខេយើងអាច skip សិនក៏បានអានេះជា introduction របស់គាត់ទេអូខេហើយឈ្មោះយើងដាក់បងប្អូនដាក់ឈ្មោះបងប្អូនមកណាតើយើងដាក់ city service មកចុច continue អូខេបងប្អូនបំពេញតាមនឹងមកអូខេរួចរាល់ហើយអញ្ចឹងយើងទៅបើកទៅលើម៉ាស៊ីនដែលយើងបាន install មុននេះគឺជាម៉ាស៊ីនដែលយើង install យើងចុចដានមកបន្ទាប់មកបងប្អូនអាចបើកនេះក៏ load មកហើយអញ្ចឹងបងប្អូនអាច log in ជាមួយនឹង account ដែលបងប្អូនបានបង្កើតមុននេះនេះកន្លែង log in អញ្ចឹងបងប្អូន log in ជាមួយនឹង account បងប្អូនមកអានេះគឺជា password ដែលយើងបានបង្កើតមុននេះនេះគឺជា email អូខេនេះគឺជា account ដែលបងប្អូនបង្កើតមុននេះយកមក log in ទៅលើ computer ដែលបងប្អូនចង់ដាក់ license ជាមួយនឹង ESET Home អញ្ចឹងយើងចុច log in មកអូខេបងប្អូនចាំតិចទៅចុច yes មកវារៀងវល់បន្តិចអធិស្ឋានដោយសារតាខ្ញុំ remote ទៅលើម៉ាស៊ីនទី2អូខេអញ្ចឹងបងប្អូនចាំតិចទៅនេះឈ្មោះ device ឈ្មោះ path ហើយយើងចុច continue អ
ចឹងពេលនេះគឺបងប្អូនបាន install ជាមួយនឹង license EZ Home រួចរាល់ហើយនេះគាត់ expire នៅថ្ងៃទី12សំទោសខែ12ថ្ងៃទី25ឆ្នាំ2026ចឹង license ហ្នឹងគឺ1ឆ្នាំពេញគិតចាប់ពីថ្ងៃនេះទៅណា1ឆ្នាំពេញអូខេយើងចុច continue ទៀតមកចឹងរួចរាល់ហើយនៅក្នុងវីដេអូនេះយើងណែនាំអំពីរបៀប install របៀបសំទោសរបៀបដំបូង download install ដាក់ license ចឹងយើងបាន activate រួចរាល់ហើយអត់បានណែនាំពីរបៀបប្រើប្រាស់ទេគឺណែនាំអំពីរបៀបដាក់ license រួចរាល់ activate very successfully អូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនដែលបានទេសនាវីដេអូនេះដល់ចប់មានចម្ងល់សំណួរអាចសួរក្រុមការងារយើងបានជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាអរគុណច្រើន